ba bông ôn khăn trên video vô bông ôn á là ngayហើយក៏សុំទោសបើហ្វេនផងដែរដែលឆាតមកសួរមិនបានចេញវីដេអូបងប្អូនណាហ្នឹងហើយហើយក៏អរគុណហ្វេនផងដែរដែលឆាតសួរពីសុខទុក្ខហ្នឹងហើយដោយសារមានធរៈបងប្អូនណាសារមានធរៈហើយនេះដែរគឺមកថតប្រៀបមិនសូវមានផ្លែប្រហែលទេបងប្អូនអានេះគឺឃីងគីឡូធំឯងមេបាទេអត់តតែពងខាងក្រោយនេះគឺម៉ូឌីណាបងប្អូនណាម៉ូណាមេបានេះរ៉ាពងចូលស្បុកហើយបងប្អូនត្រូវកាយចំនួនតម្លៃ$30បងប្អូនណាហ្នឹងហើយថ្ងៃនេះដែរគឺមកប្លែងប្រៀបចេញពីត្រង់ឲ្យអស់បងប្អូនកុំឲ្យវា stress ពេកយើងខានថែប្រហែលថ្ងៃហើយវាក្រិចដែរទីធ្លាភាសាយើងអត់សូវបានថែទាំហើយថ្ងៃនេះដែរគឺយើងរៀបចំបោយស្អាតកុំឲ្យមានសត្វអត់ហើយអានេះដែរគឺត្រៀមខ្លួនចេញបងប្អូនហើយដាក់នៅខាងសៀមរាបដាក់ខាងសៀមរាបដោយសារចាស់គាត់ទិញហ្នឹងគាត់ជាប់បួសបងប្អូនណាគាត់ជាប់បួសគាត់ខាងអ៊ីស្លាមខ្មែរអ៊ីស្លាមហ្នឹងហើយគាត់ក៏មិនទាន់តំណេដែរយើងដោយសារយើងរើអីវ៉ាន់ទៅចំកន្លែងអញ្ចឹងយើងដាក់គាត់ហ្នឹងហើយបងប្អូនត្រូវការពួយព្រីផ្សេងអាចទៅអ្នកមកខាងខ្ញុំបានបងប្អូនណាហ្នឹងហើយអាចទៅអ្នកមកខាងខ្ញុំបានសួរពីព័ត៌មានការចាំអីសូមបងប្អូនជួយឆាតចូលក្នុង Telegram របស់ខ្ញុំឬក៏ Facebook Page របស់ខ្ញុំបងប្អូនណាហ្នឹងហើយតាម Facebook Page របស់ខ្ញុំដោយសារបងប្អូន comment ក្នុងក្រោមវីដេអូ YouTube ពេលខ្លះព្រោះឲ្យ YouTube វាចាប់វីដេអូយើងបងប្អូនណាវាធ្វើឲ្យវីដេអូយើងមានបញ្ហាហើយអាគូនេះគឺម៉ូឌៀនជាមួយនឹងឃីងពណ៌នេះគ្នាគឺយើងរៀបចំដាក់វាមកគូចឹងទៅបងប្អូនអានេះបងប្អូនត្រូវការខ្ញុំលក់$35បងប្អូនណាហ្នឹងហើយ$35ទេឈ្មោលម៉ូឌៀនញីឃីងតែនោះម៉ូឌីណាដូចគ្នាមេបាអានេះរើពងដែរបងប្អូនណាហ្នឹងហើយអានោះឈ្មោលតែនេះញីអានេះម៉ូឌីណា US មួយក្បាលវាបងប្អូនក្បាលភាសាវាកោឡើង6-7ដងបងប្អូនណាហ្នឹងហើយអញ្ចឹងវាទ្រោវាអត់ស្អាតហ្មងតែដូចវានេះក្មេងហ្នឹងបងប្អូនត្រូវការពីផ្សេងអាចទំនាក់ទំនងខាងខ្ញុំបានបងប្អូនណាហ្នឹងហើយវីដេអូនេះក៏គ្មានអីច្រើនដែរបងប្អូនណាហ្នឹងហើយគ្មានអីច្រើនប្រហែលទេហើយបងប្អូនខ្លះតែសួរបងប្អូនណាគាត់តែសួរ comment ខាងក្រៅវីដេអូខ្ញុំគាត់ថាប្រៀបគាត់យកទៅអត់ពងទេស្កើអត់ទៅស៊ីចំណីហើយធ្វើយ៉ាងណាហើយខ្ញុំក៏សូមផ្ដាំផ្ញើតាមវីដេអូនេះផងដែរបើសិនជាអត់សូវស៊ីចំណីគាត់នៅថាវា stress បងប្អូនណាហ្នឹងហើយទី1បងប្អូនយកមកថ្មីយកពីកន្លែងថ្មីមកដាក់កន្លែងយើងវាទី1ចំណីផ្លែកមាត់វាអត់សូវស៊ីម្យ៉ាងហើយតែបើសិនជាមកសប្តាហ៍ក្រោយវានៅតែអត់ស៊ីទៀតបើន័យថាវា stress ហើយប្រៀបយើងណាហ្នឹងហើយសារតែចំណីវាស៊ីតាមកសប្តាហ៍វាស៊ាំហើយស៊ាំចំណីហើយបងប្អូនគួរផ្លាស់ប្ដូរចំណីវាមិនមានច្រើនទេចំណីវាបងប្អូនណាបងប្អូនមានជាស្រូវពោតហើយនឹងចំណីមាន់ធំមាន3មុខហ្នឹងបងប្អូនណាហ្នឹងហើយអាហាររបស់វាតែក្នុង3មុខហ្នឹងមានមួយណាក៏បានដែរបងប្អូនខ្វះទៅតាមតំបន់ផ្សេងអត់មានពូទេអញ្ចឹងមានចំណីមាន់ដាក់ចំណីមាន់ទៅមានស្រូវដាក់ស្រូវទៅបងប្អូនណាហ្នឹងហើយតែបើសិនជាប្រៀបយើងមេបាចេះបងប្អូនកុំឲ្យស៊ីចំណីមាន់ក៏បានដែរពីបើដោយសារវាក្តៅបងប្អូនណាហ្នឹងហើយតែបើសិនជាមេបាវាចិញ្ចឹមកូនគួរតែឲ្យចំណីមាន់ស៊ីយើងធ្វើបែបហ្នឹងធ្វើឲ្យកូនវាមកលូតលាស់បានល្អវាចំណីមាន់វាប្រូតេអ៊ីន18%វាគ្រប់គ្រាន់បងប្អូនណាហ្នឹងហើយ
វាគ្រប់គ្រាន់សម្រាប់បងប្អូនកូនព្រៀបយើងតែបងប្អូនឲ្យស៊ីស្រូវនៅពេលដែលកូនវាទៅបញ្ញាស់វាអាចឆ្លាក់បងប្អូនណាហ្នឹងហើយវាមិនងាយលាយទេស្រូវហើយព្រៀបបងប្អូនក៏មិនសូវជាល្អដែរឲ្យស៊ីស្រូវកូនមកអត់សូវបានគូល្អទេតែសល់មួយបើសិនជាចិត្តនោះអញ្ចឹងយើងឲ្យវាស៊ីមេបាវាស៊ីចំណីមន់បងប្អូនណាហ្នឹងហើយចំណីមន់តែតំបន់ខ្លះអត់មានទេអត់មានចំណីមន់ទេហើយគឺខ្ញុំលាយបងប្អូនណាចំណីមន់លាយមួយពោតហើយនឹងលាយមួយស្រូវមួយមុខទៀតសម្រាប់យើងដាក់ឲ្យមេបាបងប្អូនតែចំណីមន់យើងដាក់តែ1គីឡូពោត2គីឡូស្រូវ2គីឡូទាំងអស់5គីឡូបងប្អូនណាហ្នឹងហើយយើងលាយបែបហ្នឹងដោយសារចំណីមន់វាក្តៅសម្រាប់មេបាគឺស៊ីវាដៅធ្វើវារឿងអាក់ពងវាក្តៅពេកប៉ុន្តែបើសិនជាព្រាបបងប្អូនខ្វះប្រូតេអ៊ីនខ្វះអាហារូបត្ថម្ភផ្សេងបងប្អូនមិនឲ្យស៊ីចំណីមន់ឲ្យស៊ីតែពោតនិងស្រូវក៏វានៅស្កើមដែរព្រាបស៊ីចំណីមន់វាធាត់ពិតមែនបងប្អូនណាតែវាក្តៅអាហារដែលល្អបំផុតគឺមានគ្រាប់ធនជាតិទេគ្រាប់ធនជាតិគឺល្អសម្រាប់មេបាហើយចំណីមន់ហ្នឹងវាសម្រាប់បងប្អូនរូបរាងកុំឲ្យវាស្កើបងប្អូនហ្នឹងហើយអរគុណបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនណាហ្នឹងហើយបងប្អូនទស្សនាហើយគិតថាវីដេអូនេះមានប្រយោជន៍ដល់បងប្អូនសូមបងប្អូនជួយចុច Subscribe មួយផងបងប្អូនណា Subscribe Channel ខ្ញុំឲ្យរកវីដេអូដែលខ្ញុំផុសទៅបងប្អូននឹងបានឃើញផងដែរហើយអានេះកូនវាមេបាវា8 9ខាំបងប្អូនមេបាវា9ខាំអាបាវា9ខាំអានេះគ្នាបងប្អូនណាអានេះក៏ស្រីពួក8 9ខាំដែរមេបានេះតែកូនវាមកធំមកនេះកូនលក់ហើយកូនវាចេញទៅខាងបាត់ដំបងកូនវានេះហើយបងប្អូនមានតម្រូវការផ្សេងឬក៏សួរយោបល់អីបងប្អូនអាចថាតាម Telegram ខ្ញុំបានបងប្អូនណាហ្នឹងហើយឬក៏ Facebook Page ហ្នឹងហើយអរគុណជួបគ្នានៅវីដេអូក្រោយ